ម្សិលមិញនេះគឺថាមានការបង្ក្រាបទៅលើ scam center កន្លែងបោកប្រាស់យ៉ាងធំមួយនៅប្រទេសកម្ពុជាយើងដែលវាជាព័ត៌មានល្អមួយខ្លាំងមែនទែនប៉ុន្តែខ្ញុំហួសចិត្តនៅពេលដែលឃើញខ្មែរខ្លះពួកគាត់ support ពួកគាត់គ្រប់គ្រងទៅលើអំពើខុសច្បាប់ទៅបោកប្រាស់គេយកលុយហ្នឹងទៀងក៏អីមកអង្គុយចុះថ្ងៃនេះគឺយើងមានរឿងត្រូវវែកញែកហើយបើចង់ឃើញ content បែបនេះទេក៏ភ្លេចចុច follow មួយផងមុននឹងយើងចូលវីដេអូខ្ញុំសូមបែងចែកឲ្យដាច់រវាងនឹង online worker ហើយនឹង online scammer អ្នកធ្វើការ online គឺមានដូចជាខ្ញុំជាដើមបង្កើតមាតិកា YouTuber Trader អីហ្នឹងតែពួកគាត់រកលុយតាមអ៊ីនធឺណិតប៉ុន្តែ online scammer គឺផ្សេង online scammer គឺជាអ្នកបោកប្រាស់យកលុយអ្នកស្លូតត្រង់កុំច្រឡំជាមួយនឹងអ្នកធ្វើការ online ខុសគ្នាហើយរបៀប scam បោកប្រាស់យកលុយហ្នឹងគឺថាមានច្រើនបែបខ្លាំងមែនតើតាំងពីការបាញ់ message ឲ្យចុច link អីអញ្ចឹងការលួចកាតធនាគារប៉ុន្តែជាពិសេសហ្នឹងគឺការបោកឲ្យគេបាញ់លុយឲ្យអញ្ចឹងអ្វីទាំងអស់ដែលយើងនិយាយនៅលើបណ្ដាញសង្គមឥឡូវហ្នឹងគឺតាក់ទងទៅលើតែ scammer ទេមិនមែនអ្នកធ្វើការ online កុំយល់ច្រឡំប៉ុន្តែក្រោយពីគេបង្ហោះវីដេអូបង្ក្រាបកន្លែង scam center កន្លែងបោកប្រាស់ហ្នឹងហើយមានមតិយោបល់ច្រើនខ្លាំងមែនតើគេបោះទៅវិញបោះទៅមកតែធ្វើឲ្យខ្ញុំហួសចិត្តខ្លាំងមែនតើគឺការ support ការគ្រប់គ្រងពីខ្មែរយើងទៅលើ scammer អ្នកបោកប្រាស់ទាំងអស់ហ្នឹងនៅពេលដែលយើងអាន comment ក្នុង post មួយហ្នឹងថាមានមនុស្សជាច្រើនពួកគាត់រិះគន់ទៅលើបលិសជាងអ្នកដែលបោកប្រាស់គេហ្នឹងលើកដៃឡើងលើទាំងអស់លើកដៃឡើងលើទាំងអស់លើកដៃឡើងលើទាំងអស់ដែលអ្នកខ្លះវិញនិយាយថាឲ្យពូណាប្រឹងជំទាវម៉េះតិចលិចអីចឹងទៅប្រតិបត្តិការដូចខ្លាំងណាស់ធម្មតាទៅថៃពួកគាត់គ្មានអាវុធប្រឆាំងតបផងស្រែកដូចគ្នាមានកាំភ្លើងចាប់តាមសម្រួលទៅគេឯកភាពហើយចង់សួរថាហេតុអីបំបីដឹងថាកន្លែងហ្នឹងគឺអត់មានកាំភ្លើងហើយបើទោះបីអត់មានកាំភ្លើងក៏អាចមានទៅលើកបិតមានទៅលើដាវមានទៅលើអាវុធផ្សេងដែរដែលគេអាចវាយទៅលើខាងប៉ូលីសហើយនេះមិនត្រឹមនៅខ្មែរទេគឺថាសូម្បីតែប្រទេសគេនៅពេលដែល FBI ពួកគាត់ចូលទៅចាប់ណាគេអញ្ចឹងគេត្រូវស្រែកឲ្យច្បាស់ដើម្បីការពារកុំឲ្យមានការបាញ់ស្លាប់អីចឹងតែថ្ងៃហ្នឹងថាខ្ញុំមិននិយាយរឿងហ្នឹងទេខ្ញុំចង់សង្កត់ជាងគេគឺទៅលើខ្មែរយើងដែលពួកគាត់គ្រប់គ្រងអំពើបោកប្រាស់ទាំងអស់ហ្នឹងក្នុងផតទី1បងប្រុសក៏បាននិយាយថាគុំនិយាយថាមកពីបន្ទុកគ្រួសារទើបធ្វើការខុសច្បាប់ពើមពាក្យហ្នឹងហ្មងថាអ្នកខ្លះគាត់យកលេសថាគាត់ធ្វើដើម្បីជីវភាពគ្រួសារអីអញ្ចឹងបានគាត់ទៅបោកប្រាស់គេអញ្ចឹងខ្ញុំសូមបញ្ជាក់ថាខ្ញុំក៏នៅទៅលើអ្នកខ្វះខាតអីដែរនៅពេលខ្លះពួកគាត់គឺតច្រកឲ្យគឺរកលុយអត់បានហើយជពាក់ធនាគារអីអញ្ចឹងទៀតប៉ុន្តែត្រូវចាំថាហ្នឹងគឺជាអំពើខុសច្បាប់ហើយមិនមែនតែអ្នកឯងមួយទេដែលខ្វះខាតអ្នកណាគេក៏ខំប្រឹងរកលុយអញ្ចឹងគ្រួសារអញ្ចឹងខ្លួនឯងដែរពូតុកលោកតាស៊ីក្លូអ្នកមីងលោកយាយដែលខ្ញុំជួបនៅតាមមុខវាំងហ្នឹងពួកគាត់ខំប្រឹងរកលុយខ្លាំងមែនតើឲ្យស្របតាមផ្លូវច្បាប់ដើម្បីផ្គត់ផ្គង់ខ្លួនឯងហើយគ្រួសាររបស់គាត់វេទនាតែខ្លួនឯងម្នាក់មែនគេខ្វះខាតដែរប៉ុន្តែគេខំប្រឹងរកលុយដែលមានឧត្តមគតិមិនមែនទៅបោកប្រាស់គេទេនៅពេលដែលខ្ញុំទៅជួយបងប្អូនជនភៀសហ្នឹងគាត់ថាពួកគាត់គឺខ្វះខាតខ្លាំងមែនតើប៉ុន្តែគាត់យកឱកាសហ្នឹងដើម្បីទៅបោកប្រាស់គេយកលុយដែរអត់នៅពេលដែលឃើញរូបមួយនេះយើងឃើញក្មេងៗទាំងអស់ហ្នឹងសូម្បីតែខ្ញុំកាន់សូកូឡាហើយតិចតួចហ្នឹងពួកគាត់គឺរោមខ្ញុំខ្លាំងមែនតើដោយសារអត់ដែរញ៉ាំអញ្ចឹងដោយសារក្មេងៗទាំងអស់ហ្នឹងពួកគាត់ខ្វះខាតហ៊ាននិយាយប្រាប់គ្រួសារទាំងអស់ថាណែក្មេងៗហ្នឹងធំឡើងគូតែធ្វើ scammer ទាំងអស់គ្នាអញ្ចឹងមិនទេមកប្រទេសយើងឲ្យណាគេខ្វះខាត scammer ទាំងអស់ហ្មងទៅហើយយើងគូបន្ទាត់ឈប់កន្លែងណាបើយើងអាចបោកប្រាស់គេយកលុយបានចុចចោលឆក់តាមផ្លូវឆក់ទូរស័ព្ទឆក់កាបូបអីហ្នឹងយើងហាមត្រូវអីដែរថ្ងៃមុនករណីវាយកញ្ចក់លួចមាសម៉ាគាត់ចង់ធ្វើឲ្យដោយសារគាត់ខ្វះខាតមិនគាត់ធ្វើប៉ុន្តែវាជាអំពើខុសច្បាប់ដែលយើងត្រូវចាប់ដាក់គុកចុះអ្នកជួញដូរគ្រឿងញៀនម៉ាគាត់ចង់ធ្វើមែនដើម្បីជីវភាពគាត់ដើម្បីជីវភាពគ្រួសារគាត់ត្រូវធ្វើអាហ្នឹងដើម្បីរកលុយហើយចុះអ្នកជួញដូរមនុស្សអ្នកជួញដូរក្មេងមិនមែនចាប់ក្មេងខ្មែរទៅលក់ណាចាប់ក្មេងប្រទេសផ្សេងលក់តែអំពើខុសច្បាប់ហ្នឹងគេក៏ធ្វើដើម្បីលុយដែរអញ្ចឹងយើងអាចយកអាលេសធ្វើដើម្បីជីវភាពនេះយកមកបាំងបានទេនៅបន្ទាប់ពីបងប្រុសបានផុសមួយនឹងហើយគឺថាមាន comment ច្រើនខ្លាំងមែនតើ3400 comment ដែលខ្ញុំធានា 100% ថាប៉ូលីសកំពុងតែមើល comment section នឹងហើយដែល comment ខ្លះគឺថាកាន់ជើងទៅលើអ្នកបោកប្រាស់គ្រប់គ្រងទៅលើការបោកប្រាស់គេនឹងតែម្ដង support យក account យូរហើយតែមិនដឹងថាឥឡូវសម្ដីនិយាយចេញមកមើងងាយដល់ថ្នាក់ហ្នឹងសម្ដីថោកទាបចឹងចេះនិយាយចេញមករួចអូខេចាំតែអានផុសនឹងម្ដងទៀតគាត់និយាយថាមកពីបន្ទុកគ្រួសារទើបធ្វើការខុសច្បាប់អញ្ចឹងដោយសារគាត់និយាយថាយើងកុំធ្វើអំពើខុសច្បាប់គាត់និយាយទៅលើសពេកដោយសារគាត់ប្រាប់ថាខ្មែរយើងកុំធ្វើអ្វីដែលខុសច្បាប់មកពីអាលោកឯងរស់នៅជាមួយគ្រួសារធូធាមិនអាលោកឯងយល់ពីទុក្ខលំបាករបស់ពួកអញក្តៅណាស់ដល់ពេលរបស់នេះមក comment បកវិញទៀត Mr. Wood អាភ្លើអើយអ្នកធ្វើការខាងហ្នឹងគេមិនបានទៅបោកហែងទេអូអត់បានទៅបោកហែងទេចុះ message បាញ់មកខ្ញុំបាញ់មក follower របស់ខ្ញុំចង់ hack Telegram ពួកខ្ញុំហ្នឹងឲ្យគេវិញហើយខ្ញុំហួសចិត្តថាមិនមែន comment មួយអញ្ចឹងទេគឺមានច្រើនខ្លាំងមែនតើនៅក្រោមហ្នឹងទៀតនេះត្រឹមត្រូវមាសការងាររៀងខ្លួនទេបើមិនជួយអីទេក៏ស្ងាត់ទៅអ្នកបានធ្វើការងារល្អអាភ្លើអើយអ្នកធ្វើការខាងហ្នឹងគេមិនបានទៅបោកហែងទេcomment ដែលខ្ញុំហួសចិត្តបំផុតគឺមួយនេះរៀនចប់បណ្ឌិតប្រាក់ខែ$200ខ្ញុំដឹងថាម្នាក់ហ្នឹងគឺអត់បានរៀនចប់បណ្ឌិតទេពួកបណ្ឌិតណារៀនចប់ប្រាក់ខែ$200និយាយមកក៏ថាដូចមើងងាយបណ្ឌិតយកតែម្ដងធ្វើការខុសច្បាប់ប្រាក់ខែ KK ម៉ែឪរស់ស្រួលសល់ឡានជីហើយជួយបងធនាគារម៉ែឪរួចអស់ទៀតចុះអាអ្នកឌីលថាគេធ្វើការថោកទាបសល់អីខ្លះហើយអ្នកទាំងអស់គ្នាហ្នឹងណែអញហត់ម៉េះអ្នកទាំងអស់គ្នាខំធ្វើការ$200 $300 $400ហ្នឹងហងថ្ងៃហ្នឹងបានអីខ្លះហើយគេសួរគេសល់ឡានគេបងធនាគារទិញផ្ទះដោយសារគេធ្វើការខុសច្បាប់ដល់ពេលយើងនិយាយទៅវិញទៅមកតាក់ទងទៅលើខ្ញុំការពារគ្រួសារខ្ញុំជីវភាពគ្រួសារខ្ញុំអត់មានបន្ទុកគ្រួសារអីផងអញធ្វើការយកលុយផឹកហ្មងហ្នឹង
សម្រាប់ខ្ញុំគ្មានមកពីបន្ទប់គ្រួសារអីទេចូលចោលឆក់រងថ្ងៃហ្នឹងបើចោលតែឆក់អ្នកឯងវិញអ្នកឯងរករឿងគេអត់គេធ្វើក៏ដើម្បីគ្រួសារគេដែរហើយអ្នកខ្លះវិញនិយាយថាការងារខ្ញុំតែខ្ញុំ scam មកគេរឿងខ្ញុំអ្នកឯងគាត់តែការងារខ្លួនឯងទៅបានហើយព្រោះខ្ញុំមិន scam ខ្មែរគ្នាឯងទេខ្ញុំទៅ scam អ្នកប្រទេសផ្សេង toxic ម៉េះការងាររៀងខ្លួនតែកុំខំពេកក៏បានលើកដៃសុំបាយលោកឯងស៊ីទេមនុស្សមួយចំនួនគិតថាការ scam ទាំងអស់ហ្នឹងគឺថាអត់មានប៉ះពាល់ដល់ខ្មែរទេដោយសារពួកគាត់ទៅ scam អ្នកប្រទេសផ្សេងអញ្ចឹងខ្ញុំអត់ទៅប៉ះដល់អ្នកគ្នាផងមកខ្វល់ពីខ្ញុំទៅអីការងាររបស់ខ្ញុំដែរប៉ុន្តែការ scam ហ្នឹងគឺប៉ះពាល់មកប្រទេសតែម្ដងសូម្បីអ្នកទាំងអស់គ្នាកំពុងមើលវីដេអូនេះក៏ដោយគ្រប់ការងារគ្រប់វិស័យមកប្រទេសកម្ពុជាយើងថៃបាញ់ខ្មែរដំបូងដោយសារអីដោយសារចង់បានដីយើងប៉ុន្តែវាប្រាប់ពិភពលោកថាមិនហេតុអីវាបាញ់ខ្មែរថៃបាញ់ខ្មែរគឺដើម្បីបង្ក្រាប scam compound ដែលលួចលុយអ្នកទាំងអស់គ្នាទូទាំងពិភពលោកហ្នឹងអញ្ចឹងវាទៅបាញ់ scam compound ខ្លះវាបន្លំទៅបាញ់ប្រាសាទយើងអីផ្សេងទៀតដោយសារអ្នក scammer ហ្នឹងបើវាអត់មានលេសហ្នឹងក៏វាអត់ហ៊ានបាញ់ទៅពីទៅពីអញ្ចឹងដែរហើយសួរពិភពលោកកាន់ជើងថៃម្ដងពេលយើងមានសង្គ្រាមហ្នឹងគឺដោយសារអីគឺដោយសារថៃវានិយាយថាវាបង្ក្រាប scam compound ទាំងអស់ហ្នឹងដើម្បីជួយពិភពលោកពីខ្មែរយើងព្រោះខ្មែរយើងដាក់ scam គេច្រើនណាអស់លុយគេរាប់លានអាហ្នឹងគេទៅប្រាប់សារព័ត៌មានផ្សេងតែម្ដងសូម្បីតែយើងទៅប្រទេសផ្សេងឥឡូវហ្នឹងគេនៅគិតថាជនជាតិខ្មែរយើងទាំងអស់ហ្នឹងគឺដាក់ scam អ្នកប្រទេសផ្សេងហេតុអីបើយើងជាប់ឈ្មោះ Scambodia គឺដោយសារអ្នកបោកប្រាស់ទាំងអស់ហ្នឹងហើយដោយសារអ្នកទាំងអស់ហ្នឹងយើងដែលអត់ដឹងអីនេះអ្នកធ្វើការតាមច្បាប់ធំត្រូវនេះគឺថាជាប់ឈ្មោះនឹងមកដែរគេមើលមកយើងជា scammer មួយដែរប៉ុន្តែការជាប់ឈ្មោះជា scammer ហ្នឹងគឺមិនឈុំទេប៉ុន្តែចង់សួរថាបងប្អូនកូនខ្មែរយើងបាត់បង់ផ្ទះបាត់បង់គ្រួសារហើយស្លាប់ប៉ុន្មានអ្នកដោយសារពួកថៃបាញ់រក scam compound ហ្នឹងពេជ្រ BB ចង់និយាយថាការងារហ្នឹងបោកលុយគេមែនតែអត់មានបោកជនជាតិខ្មែរយើងទេគេបោកជនជាតិគេភាគច្រើនប្រទេសធំដែលមានប្រជាជនច្រើនទី1មនុស្សប្រទេសផ្សេងក៏នៅតែជាមនុស្សដែរគេមានគ្រួសារគេមានឪពុកម្ដាយគេមានកូនហើយដោយសារអំពើរបស់យើងទៅ scam គេនឹងអ្នកខ្លះគឺបានសម្លាប់ខ្លួនទៀតដែលគិតពីអាហ្នឹងអត់ដែលគិតថាដើម្បីធូរបន្ទុកខ្លួនឯងនឹងអ្នកឯងធ្វើឲ្យអ្នកផ្សេងបានស្លាប់ធ្វើឲ្យអ្នកផ្សេងបាត់បង់គ្រួសារអាហ្នឹងមិនវិញទី2គឺប៉ះពាល់ទៅដល់ទេសចរប្រទេសកម្ពុជាយើងនៅពេលដែលប្រទេសកម្ពុជាយើងជាប់ឈ្មោះថាជា Scambodia ជាប្រទេសមួយដែល scam បោកប្រាស់លួចលុយយកលុយគេសួរថាសាសគេហ៊ានមកលេងប្រទេសយើងអត់សូម្បីតែឥឡូវហ្នឹងនេះដែលសាររឿងសង្គ្រាមមួយថៃគេបោះពាក្យ Scambodia ហ្នឹងគឺថាមានមនុស្សច្រើនខ្លាំងមែនទែនដែលហ៊ានមកលេងខ្មែរដែលសារគេថាប្រទេសយើងហ្នឹងគឺវាគ្រោះថ្នាក់ដែលទី3ហ្នឹងគឺថាខូចឈ្មោះប្រទេសយើងខ្លាំងទៅ scam គេតែប្រហែលអ្នកហ្នឹងទេប៉ុន្តែជាប់ឈ្មោះទាំងខ្ញុំជាប់ឈ្មោះទាំងអ្នកទាំងអស់គ្នាកំពុងមើលវីដេអូហ្នឹងដែលខិតខំធ្វើការដើម្បីហុកលុយតាមផ្លូវច្បាប់ត្រឹមត្រូវអ្នកប្រទេសផ្សេងមើលមកលើយើងដូចជា scammer មួយដែរដែលសារយើងមកពីប្រទេសមួយដែលល្បីរឿង scam អញ្ចឹងបើថ្ងៃណាមួយឆ្ងល់ថាហេតុអី visa ខ្ញុំដាក់ទៅរៀនប្រទេសនេះទៅនៅប្រទេសនោះពិបាកម៉េះយើងគិតមើលទៅថាហេតុអីហើយទី4គឺថាបោកប្រាស់សុទ្ធតែម្ដងបើគាត់ខាងបោកប្រាស់នឹងស្រាប់អីថាមិនអត់ scam ខ្មែរគ្នាឯងទេទៅអា chat មកចង់ hack account ចង់អីនេះគឺថាមក comment section ពេញណាគេក៏ធ្លាប់មានដែរគេ chat មកចង់លួច hack account ឯហ្នឹងមកពីលេខទូរស័ព្ទខ្មែរគ្នាឯងដលតែម្ដងហើយអ្នកខ្លះវិញគឺថាធ្លាប់អស់លុយផ្ទាល់តែម្ដងទៅលើការបោកប្រាស់ទាំងអស់ហ្នឹងខ្មែរគ្នាឯងមិនសាគេទេហើយពួក scam មកខ្លះវិញគឺថាមានអំណួតខ្លាំងមែនទែនទៅលើ ability របស់ខ្លួនឯងទៅលើសមត្ថភាពខ្លួនឯងថាអ្នកប្រាក់ខែ 2-300ហ្នឹងមកឈ្នានេះគេមកឌឺគេអញ្ចឹងតាមពិតនេះប្រឡងចូលគេឲ្យចូលសោះឲ្យចូលបោកប្រាស់គេសោះយកមកចេះពីភាសាចេះវាយកុំព្យូទ័រ35 word per minute តែគេថាហេតុអីនៅពេលដែលយើងធ្វើការត្រឹមត្រូវប្រាក់ខែយើងគឺវាទៀបជាងប្រាក់ខែយើងធ្វើអំពើខុសច្បាប់ហ្នឹងគឺដោយសារសមត្ថភាពយើងគឺបានតែប៉ុណ្្នឹងគេឲ្យលុយថែមនៅពេលដែល scam ហ្នឹងគឺដោយសារវាជាអំពើខុសច្បាប់ប៉ូលីសអាចមកចាប់ក្នុងពេលណាក៏បានដែរទៅឃើញការបង្ក្រាបហ្នឹងដោយសាររឿងហ្នឹងមកគេឲ្យលុយច្រើនហ្នឹងដោយសារយើងធ្វើអំពើខុសច្បាប់អញ្ចឹងបានប្រាក់ខែច្រើនគឺមិនមែនសមត្ថភាពយើងខ្ពស់ទេអា35 word per minute ហ្នឹងណាគេចេះវាយដែរខ្ញុំមិនមែនអ្នក typing អាជីពផងប៉ុន្តែខ្ញុំវាយបាន112ហើយគ្រាន់តែ35 word per minute សោះមកអួតអ្នកដឹកអីវ៉ាន់ធម្មតាសុកឈប់ដឹកអីវ៉ាន់ទៅដឹកគ្រឿងញៀនសួរប្រាក់ខែគាត់ឡើងអត់ដឹងទៅឡើងហើយសួរអត់ដូររបៀបដឹកអត់ដឹកទៅដែរប៉ុន្តែប្រាក់ខែឡើងគឺដោយសារវាគ្រោះថ្នាក់សរុបមកឈប់គ្រប់គ្រងអំពើ scamming ឈប់គ្រប់គ្រងទៅលើអំពើបោកប្រាស់ទាំងអស់ហ្នឹងហើយបើអ្នកទាំងអស់នេះឃើញទៅលើណាគេដែលគ្រប់គ្រង support ទៅលើការបោកប្រាស់ហ្នឹងណាជួយប្រាប់ក្រុមការងារជួយប្រាប់មេផងដែលសារបើគួរគាត់គិតថាវាអូខេដើម្បីបោកប្រាស់លុយអ្នកផ្សេងខ្ញុំមកຕົកចិត្តមនុស្សទាំងអស់ហ្នឹងមកធ្វើការយកលុយប្រាក់ខែពីខ្ញុំទេព្រោះចុះបើថ្ងៃណាមួយគាត់តូចច្រកគាត់មកលួចអីវ៉ាន់លួចលុយរបស់ក្រុមហ៊ុនខ្ញុំអំពើមួយហ្នឹងគឺថាអត់គួរគ្រប់គ្រងតែម្ដងមានតែប៉ុណ្្នឹងទេកុំភ្លេចចុច follow មួយផងបើពេញចិត្តវីដេអូនេះហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ see you